សួស្តីបងទាំងអស់គ្នាថ្ងៃហ្នឹងមកបង្ហាញជូនពីរបៀបធ្វើកតុកតាបែបព្យុតថ្ងៃហ្នឹងយើងធ្វើតុនសាយបងទាំងអស់គ្នាអញ្ចឹងយើងត្រូវការលួសកម្មញីពីយើង3ពណ៌ផ្សេងគ្នាមកដាក់ពណ៌មិនគ្នាឲ្យស៊ីគ្នាមកហើយជាមួយនឹងភ្នែកច្រមុះហ៎អញ្ចឹងឥឡូវយើងចាប់ផ្ដើមធ្វើយើងយកតងផ្កាមួយមកបន្តមកទៀតយើងយកលួសកម្មញីពីយើងល្មូនេះយើងចាប់ផ្ដើមធ្វើពណ៌កាជុតហ្នឹងយើងធ្វើមុខកតុកតាបងទាំងអស់គ្នាអញ្ចឹងយើងត្រូវការ8នេះគឺសម្រាប់ធ្វើស្លឹកត្រចៀកជាមួយនឹងច្រមុះអញ្ចឹងសម្រាប់អាហ្នឹងគឺយើងវិញល្បិញឲ្យស្ប៉ាដៃដូចគ្នាអញ្ចឹងមកបន្តមកទៀតគឺយើងត្រូវការវា3នេះគឺស្លឹកសម្រាប់ស្លឹកគឺយើងយកកម្មញីរបស់យើងបត់ជា2មកហើយយើងយកវាមកប្រតាក់គ្នាបត់ជា2ទៀតប្រតាក់គ្នាធ្វើជាស្លឹកតែម្ដងសម្រាប់ស្លឹកហ្នឹងគឺស្រួលធ្វើមើលតែតាមវីដេអូដែលខ្ញុំកំពុងតែបរៀនហ្នឹងគឺអាចធ្វើបានហ្មងហ្នឹងហើយអញ្ចឹងអីគេយើងត្រូវការគឺយើងត្រូវការ2តោះមកយើងត្រូវទាញកម្មញីដែលយើងល្មូហើយមិញសម្រាប់ធ្វើមុខហ្នឹងទាំងអស់6ខ្សែបងទាំងអស់គ្នាទាញឲ្យស្មើគ្នាមកបន្ទាប់ពីហ្នឹងហើយគឺយើងចាប់តាមល្មូឡាញល្មូហ្នឹងត្រូវតែបិទកែវដោយសារតែអត់បិទទេគឺល្មូអត់ជាប់ទេណាបងទាំងអស់គ្នាវានឹងរលុះវិញអញ្ចឹងណាអញ្ចឹងក្នុងមួយកងគឺយើងត្រូវការ3លួសកម្មញីល្មូចូលគ្នាហ្នឹងហើយតោះបើយើងធ្វើបានមួយហើយគឺយើងត្រូវការអានឹង2មកសម្រាប់បិទគុំចូលគ្នាបន្ទាប់ពីធ្វើអញ្ចឹងហើយគឺខ្ញុំចាប់ផ្ដើមមកធ្វើស្លឹកត្រចៀកបងទាំងអស់គ្នាយើងទាញលួសកម្មញីពណ៌កាជក់ដែលយើងល្មូហ្នឹងរៀងវែងជាងពណ៌សាច់មិនខ្ញុំទាញហើយស្មើគ្នាដល់ពេលយកទៅធ្វើហ្នឹងគឺខ្ញុំទាញឲ្យវែងជាងមុនបន្តិចព្រោះវា cover ពីលើអាពណ៌សាច់ហ្នឹងអញ្ចឹងវាត្រូវការរៀងវែងជាងបន្តិចបងទាំងអស់គ្នាសម្រាប់ពណ៌បងអាចធ្វើការរើសតាមចិត្តបងទាំងអស់គ្នាឲ្យតែមិនទៅស៊ីគ្នាឬក៏តាមចិត្តដែលបងស្រឡាញ់បងទាំងអស់គ្នាអញ្ចឹងធ្វើវាឲ្យស្មើស្អាតមកយើងត្រូវការមកគូស្លឹកត្រចៀកយើងបន្ទាប់មកយើងធ្វើមកធ្វើអាកន្លែងច្រមុះវាកុំធ្វើធំពេកដោយសារកតុកតាយើងទូចដែរហ្នឹងហើយយើងបិទកែវវាចូលគ្នាអញ្ចឹងមកឥឡូវយើងដល់វគ្គមកធ្វើតងមកវាម្ដងសម្រាប់តងខ្ញុំត្រូវការលួសកម្មញី4ដើមបងអត់ចង់ប្រើលួសកម្មញីបងចង់ប្រើជារបៀបតងផ្កាក៏បានដែរតែនេះដោយសារខ្ញុំគិតថាដាក់លួសកម្មញីល្បិញចូលគ្នាទៅវាស្អាតជាងហើយបើសិនជាយើងប្រើ2ដើមអីក៏ទប់មួយក្បាលអាក្បាលកតុកតាយើងនឹងអត់រួចដែរដោយសារខាងលើវារៀងធ្ងន់អញ្ចឹងយើងត្រូវការតងរៀងមាំបន្តិចណាគាត់ទៅល្បិញវាឲ្យតឹងដៃមកវាឃើញទូចហើយសម្រាប់ការដាក់លកជាហ្នឹងគឺខ្ញុំដាក់ពីក្នុងហ្មងបងទាំងអស់គ្នាកុំឲ្យវាមើលទៅវាបតាបិទកៅនៅខាងលើប៉ុន្តែមុននឹងដាក់ហ្នឹងខ្ញុំសេរីមើលដែរថាដាក់ទៅជ្រុងខាងណាឲ្យមើលទៅវាស្មើគ្នាស្អាតអញ្ចឹងណាអញ្ចឹងពេលដែលយើងធ្វើយើងត្រូវវាស់វាដែរដាក់វាឲ្យស្មើគ្នាមកបន្ទាប់ពីយើងបិទអាហ្នឹងហើយខ្ញុំចាប់ផ្ដើមបិទជើងដោយសារហេតុអីបើខ្ញុំបិទជើងនៅខាងក្នុងហ្នឹងហ្មងណាគឺដើម្បីឲ្យតុនសាយខ្ញុំគឺមាំអត់ងាយខូចទៅណាទេបងទាំងអស់គ្នាបន្ទាប់មកទៀតគឺខ្ញុំបិទសតេះមកចំហៀងទៀតដែលយើងធ្វើល្មូមុនហ្នឹងណាហ្នឹងហើយយើងបិទឲ្យស្មើគ្នាមកហើយសកត់វាឲ្យខ្លាំងមកដោយសារត្រូវឲ្យកៅវាស្អិតជាប់គ្នាអញ្ចឹងណាទាញកែវទាញអីឲ្យស្អាតមកបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមមកបិទច្រមុះទុនសាយរបស់យើងគឺអត់មានអីពិបាកទេបងទាំងអស់គ្នាគឺងាយស្រួលខ្លាំងមែនតែនហ្មងសម្រាប់ការធ្វើកតុកតាបែបខ្ជូតដាក់ក្នុងថូអញ្ចឹងណាចឹងឥឡូវខ្ញុំត្រូវការបិទភ្នែកវាហើយបិទតាមចំណង់ចំណូលចិត្តបិទទូចក៏បានធំក៏បានដែរសេចចិត្តបងទាំងអស់គ្នាសម្រាប់ខ្ញុំបិទលើកហ្នឹងរៀងធំបន្តិចដើម្បីឲ្យឃើញភ្នែកហ្នឹងកន្លោតឡើយនេះយើងមើលឲ្យស័ក្តិសមណាកុំបិទឃ្លាតឆ្ងាយពីគ្នាពេកឥឡូវខ្ញុំមករោលលួសកម្មញីហ្នឹងដើម្បីធ្វើមាត់គឺ
គឺយើងអត់ចាំបាច់កាត់ទេយើងយកដែលកេះហ្នឹងយកមករ៉ូលអញ្ចឹងមកវាអូខេហើយសេរីមាត់ហ្នឹងមើលទៅឲ្យមូលស្អាតមកបងប្អូនទាំងអស់គ្នាតែកន្លែងហ្នឹងបិទកន្លែងបិទមាត់ហ្នឹងនៅពេលដែលយើងបិទកៅទៀនហ្នឹងយើងត្រូវប្រយ័ត្នបន្តិចដោយសារអីខ្លាចថាវាលាកដៃអញ្ចឹងបងទាំងអស់គ្នាព្រោះកៅវាស្អិតខ្លាំងណាស់ហើយវាក្តៅទៀតបើមានអីចាប់វាគឺចាប់ទៅកុំឲ្យវាលាកដៃអញ្ចឹងណាតមកទៀតខ្ញុំបិទច្រមុះនេះគឺកូនថោទូចអាចរកទិញពីខ្ញុំក៏បានដែរអានថោហ្នឹងណាខ្ញុំក៏មានដែរយើងកាត់វាមើលទៅឲ្យវាកុំវែងពេកដោយសារតែវែងពេកទៅវាយល់ណាហើយថោយើងទូចអញ្ចឹងអត់អាចនេះបានទេហើយយើងចុចកៅដាក់ចូលទៅកន្លែងប្រឡោះហ្នឹងហ្មងនៅក្នុងថោហ្នឹងហ្មងដើម្បីដាក់កតុកតាយើងកុំឲ្យវារបូតណានិយាយរួមទៅគឺកតុកតាដែលខ្ញុំធ្វើហ្នឹងគឺមាំហ្មងដោយសារខ្ញុំបិទកៅឡើងច្រើនហ្មងបងទាំងអស់គ្នាតមកទៀតយើងដាក់ស្លឹកមកចឹងបន្ទាប់ពីហ្នឹងមកបើសិនជាចង់ផាត់ color ថ្ពាល់វាក៏បានអត់ចង់ផាត់ក៏បានដែរសម្រាប់ខ្ញុំគិតថាខ្ញុំផាត់ទៅវារៀងស្អាតដែរអញ្ចឹងខ្ញុំផាត់ color ថ្ពាល់វាបន្តិចទៀតទៅអូខេអញ្ចឹងកន្សែងយើងគឺបានហើយរួចរាល់ហ្មងទាំងអស់គ្នាអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនា